ជម្រាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះនាងខ្ញុំក្រុងភូមិផ្កាមកភួងយ៉ាងស្រស់ស្អាតចាទូភួងពណ៌ស្វាយឡាយជាមួយនឹងផ្កាពណ៌ផ្កាឈូកស្រាលរួមជាមួយនឹងរំយោលពណ៌ផ្កាឈូកដិតស្អាតមែនតែនស្រឡាញ់ពេញបេះដូងចានៅក្នុងថ្ងៃនេះថ្ងៃអាទិត្យនាងខ្ញុំបាននាំកូនស្រីមកបួសជាផ្កាថ្វាយដល់ព្រះអង្គនៅវត្តបញ្ញាធំហើយក៏បានចូលរួមវិបស្សនាសមាធិនៅវត្តបញ្ញាធំនេះចាជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅវត្តបញ្ញាធំមានកម្មវិធីវិបស្សនាសមាធិចាមានពីរវេនព្រឹកនិងវេនថ្ងៃចាវេនព្រឹកពីម៉ោង 9:30 នាទីដល់ម៉ោង 10:30 នាទីចាហើយនៅវេនពេលថ្ងៃពីម៉ោង 1:30 នាទីដល់ម៉ោង 3:30 នាទីចាជារៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យបងប្អូនអាចអញ្ជើញមកចូលរួមទាំងអស់គ្នាបានចាឥឡូវនេះនាងខ្ញុំបានក្រុងភូមិផ្កាមកភូមិស្រស់ស្អាតមែនទែនបងប្អូនអើយឃើញគួរឲ្យស្រឡាញ់ពេញបេះដូងមែនតែនចាហើយនាងខ្ញុំក៏យកផ្កាទៅថ្វាយដល់ព្រះអង្គចានៅកន្លែងទីនេះគឺសាលាឆាន់បងប្អូនសាលាឆាន់ហើយយើងចូលមកដល់សាលាឆាន់នឹងចុះឈ្មោះវិបស្សនាសមាធិហើយបានយើងទៅពហិដែរសមាធិចាយើងអត់នៅរួមគ្នាទេចាឲ្យចូលមកដល់ទីវត្តអារាមនេះបងប្អូនអើយជ្រះថ្លាមែនតើទីវត្តអារាមធំទូលាយស្រឡះហើយនៅជុំវិញពហិហ្នឹងសិតតែទឹកចាចូលមកមានអារម្មណ៍ថាជ្រះថ្លាចាហើយនាងខ្ញុំក៏ជូនបុណ្យទៅដល់បងប្អូនទាំងអស់គ្នាសូមឲ្យបាននៅសេចក្តីសុខរួចចាកទុក្ខទោសទាំងឡាយទាំងពុងផងហើយបើបងប្អូនចង់មកទីវត្តអារាមនេះក៏អាចអញ្ជើញចូលរួមបានចាអរគុណជម្រាបលា